សួស្តីអ្នកនរគ្នាជួបជាមួយខ្ញុំសាជាថ្មីម្ដងទៀតជាមួយនឹង Soundcard Universal Audio Vol 2 នេះគឺជា brand មកពីសហរដ្ឋអាមេរិកហើយទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកប្រើប្រាស់បែប Home Studio ឬក៏ Professional Studio អូខេចំពោះ Soundcard មួយនេះយើងនឹងមើលត្រួសអំពីចំណុចមានមុខងារនៅលើ Soundcard នេះអញ្ចឹង Soundcard នេះតួខ្លួនគឺដែកបាទ metal ខាងលើវាហ្នឹងហើយពណ៌វារៀងទឹកប្រាក់លាយជាមួយនឹងប្រផេះបែប vintage ណាបាទអូខេអញ្ចឹងជាមួយនឹង Vol 2យើងទទួលបាន input 1 input 2សម្រាប់ recording អញ្ចឹង input 1នេះនៅក្នុងรุ่น1នេះមាន2ប្រភេទHLR ហើយនិងប្រភេទ TRS ក្បាល6លីបែបនេះអញ្ចឹងយើងអាចប្រើ mono ក៏បាន stereo ក៏បានឲ្យតែប្រភេទ6លីអូខេអញ្ចឹងយើងនឹងមើលអំពី function មួយចំនួននៅខាងមុខនេះគឺជា gain knob gain 1 knob gain 2ហើយ big knob សម្រាប់ volume master ទៅ speaker ហើយនិង headphone ផងដែរនេះគឺជារុនសម្រាប់ដោតជាមួយនឹង headphone HP គឺកាសអូខេអញ្ចឹងនៅក្នុងនេះវាមានប៊ូតុង gain កន្លែង input 1វាមានប៊ូតុងរហូតដល់2ថែមទៀតទី1ឲ្យយើងជ្រើសរើស INST គឺប្រភេទ recording instrument ហើយខាងក្រោមនេះគឺដូចគ្នាទេមួយផ្នែកនេះខាងបន្ទាត់កដាលនេះគឺមួយរួមគ្នាទេហើយបើសិនជាបងប្អូនត្រូវការ recording ជាមួយ microphone យើងចុច 48V មកហើយពេលដែលយើងចុច 48V នេះយើងអាចដោត recording លេខ1ក៏បានលេខ2ក៏បានដោយសារតែភ្លើងនេះគឺវាប្រើ input បូកគ្នារួមហ្មងលេខ1លេខ2ហើយ direct monitor នេះ direct កន្លែងនេះបើសិនជាបងប្អូនយើងដោត microphone ទៅហើយយើងនិយាយពេលដែលយើងអត់បានចុចវាយើងនិយាយទៅវាអត់បញ្ចេញទៅតាមរុនកាសឬក៏រុន speaker ខាងក្រោយទេយើងអត់ឮអញ្ចឹងយើងអាចចុច direct ទៅវានឹងបញ្ចេញសលេងឲ្យយើងឮមកខាងក្រៅទោះបីយើងអត់បានភ្ជាប់ជាមួយនឹងកម្មវិធីធ្វើភ្លេងក៏ដោយអូខេហើយ vintage នេះគឺជាប៊ូតុងមួយដ៏ពេញនិយមគេហៅថា analog សម្រាប់ additional ដែលក្រុមហ៊ុន Universal បន្ថែមឲ្យអ្នកប្រើប្រាស់មានរសជាតិមួយគឺគេហៅថា preamp tube preamp របស់ Soundcard នេះយកពី console UA 610គឺជា preamp ហើយ preamp ហ្នឹងគឺនឹង boost ឲ្យ vocal ដែលយើង record ឬក៏ instrument ដែលយើង record ហ្នឹងថែមបានគឺ 2dB ទៀតហើយឲ្យ vocal ដែលយើង record ហ្នឹងវាមាន character និង saturation ល្អជាពិសេសនិយាយទៅគឺតាក់ទងជាមួយនឹង color របស់ vocal របស់ track ដែលយើង record ហ្នឹងអូខេអញ្ចឹងនេះខាងមុខហើយខាងក្រោយគឺជាទូទៅដូចជាមួយនឹង Soundcard ផ្សេងៗដែរវាមានប្រើ speaker បានតែមួយគូទេ LR left right ហើយបន្ថែមមកជាមួយនឹង MIDI in MIDI out ប្រើប្រាស់ USB type C ហើយជាមួយនឹងភ្លើងជំនួយបន្ថែមទៀត 5VDC ហើយជាមួយនឹងកុងតាក់បិទបើក on off ហើយនៅខាងខ្សែនេះគឺខាងក្រុមហ៊ុនគេផ្ដល់ខ្សែ extra ឲ្យយើងហើយអញ្ចឹងនេះគឺជាខ្សែ 5VDC មកជាមួយនឹងស្រាប់យើងអាចដោតខ្សែនេះទៅជាមួយនឹង power ផ្ទាល់ក៏បានឬក៏ដោតជាមួយនឹង PC យើងក៏បានដែរនេះគឺ USB យើងភ្ជាប់ទៅជាមួយនឹង computer អូខេអញ្ចឹងចំពោះតម្លៃរបស់ Vol 2បច្ចុប្បន្ននេះនៅក្នុងទីផ្សារយើងនៅក្នុងឆ្នាំ2026នេះតម្លៃប្រហែលជា229អញ្ចឹងតម្លៃនេះអាចឡើងចុះទៅតាមទីផ្សារជាក់ស្ដែងអូខេបើសិនជាអស់លោកអ្នកបងប្អូនត្រូវការមានចម្ងល់ឬក៏សំណួរអាចធ្វើការ inbox មកកាន់ 101 Soundscape ហើយបើសិនជាបងប្អូននៅភ្នំពេញផ្ទាល់អាចតេស្ត sound តេស្ត sting input recording បានអូខេអរគុណជួបគ្នានៅពេលក្រោយ